លោកទឹកវុធីអភិបាលរងខេត្តកំពង់ស្ពឺនិងបពុត្រូវបាន ACU ឃាត់ខ្លួនខណៈតុលាការខេត្តកំពង់ស្ពឺចេញដីកាឃុំខ្លួនដាក់ពន្ធនាគារលោកទឹកវុធីអភិបាលរងខេត្តកំពង់ស្ពឺរួមជាមួយនឹងមនុស្ស2នាក់ទៀតត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ACU ចាប់ខ្លួនពាក់ព័ន្ធនឹងករណីបោកប្រាស់លុយអ្នកវិនិយោគជនជាតិចិនចំនួន$40,000សម្រាប់ជនជាប់ចោទទាំង3នាក់ត្រូវបានតុលាការខេត្តកំពង់ស្ពឺចេញដីកាឃុំខ្លួនដាក់ពន្ធនាគារកាលពីថ្ងៃទី9 ខែមីនាឆ្នាំ2025សេចក្តីរាយការណ៍ដែលបណ្ដាញសារព័ត៌មានទទួលបាននៅថ្ងៃទី10 ខែមីនាឆ្នាំ2025បានបញ្ជាក់ថាលោកទឹកវុធីនិងបពុត្រូវបាន ACU ចាប់ខ្លួនដោយសារស៊ីដាច់លុយជិត$40,000រឿងរត់អាជ្ញាប័ណ្ណរ៉ែតែមិនបានសម្រេចជនជាប់ចោទទាំង3ត្រូវបានសាលាដំបងខេត្តកំពង់ស្ពឺសម្រាប់ចោតប្រកាន់ទី1ឈ្មោះទឹកវុធីភេទប្រុសអាយុ56ឆ្នាំកើតថ្ងៃទី7 មករាឆ្នាំ1969ជនជាប់ចោតទី2ឈ្មោះហ៊ាវខនហៅតងភេទប្រុសអាយុ45ឆ្នាំជាប់ចោតពីបទរំលោភអំណាចក្លែងបន្លំប្រើប្រាស់លិខិតក្លែងឯកសារសាធារណៈនិងប្រើប្រាស់ឯកសារសាធារណៈក្លែងប្រព្រឹត្តទៅនៅចំណុចក្នុងខេត្តកំពង់ស្ពឺខេត្តបៃលិនខេត្តបាត់ដំបងខេត្តស្ទឹងត្រែងនិងខេត្តព្រះវិហារកាលពីអំឡុងឆ្នាំ2023បទល្មើសដែលមានបញ្ញត្តិនិងចែងឲ្យផ្ដន្ទាទោសមាត្រាលេខ666 627 668 629និង630នៃក្រមព្រហ្មទណ្ឌនិងមាត្រា35នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយនិងជនជាប់ចោទទី3ឈ្មោះមឹងសារឿននិងមានឈ្មោះជាភាសាចិនអងវិនឆាយភេទប្រុសអាយុ44ឆ្នាំជាប់ចោទពីបទសំគំនិតក្នុងអំពើរំលោភអំណាចក្លែងបន្លំប្រើប្រាស់លិខិតក្លែងឯកសារសាធារណៈនិងប្រើប្រាស់ឯកសារសាធារណៈក្លែងប្រព្រឹត្តទៅនៅចំណុចខេត្តកំពង់ស្ពឺខេត្តបៃលិនខេត្តបាត់ដំបងខេត្តស្ទឹងត្រែងនិងខេត្តព្រះវិហារកាលពីអំឡុងឆ្នាំ2023បទល្មើសដែលមានបញ្ញត្តិនិងចែងឲ្យផ្ដន្ទាទោសតាមមាត្រាលេខ29 626 627 628 629និង630នៃក្រមព្រហ្មទណ្ឌនិងមាត្រាលេខ35នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយសូមបញ្ជាក់ផងដែរថាការចាប់ខ្លួននិងចោទប្រកាន់ពីតំណាងអัยការពួកគេទាំង3នាក់ត្រូវបានតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារតែម្ដង